លោកពុយគៀប្រធានក្លឹបអ្នកកាសែតកម្ពុជាបានបង្ហាញអារម្មណ៍ខ្លោចផ្សាយយ៉ាងដូចនេះនៅពេលដែលចុងបិចរបស់លោកសរសេរដល់ការខូចខាតនៃប្រាសាទព្រះវិហារដោយសារតែក្របផ្លោងរបស់យោធាថៃនៅក្នុងសៀវភៅរបស់លោកក្រោមចំណងជើងថាទឹកមិនទាន់ថ្លាបើតាមលោកពុយគៀវាបានបញ្ជាក់ពីអាចកំបាំងជាច្រើននៅពីក្រោយចំនួនព្រំដែនរវាងកម្ពុជានិងថៃទឹកមិនទាន់ថ្លាវាមានរឿងរ៉ាវច្រើនដោយសារថាចំនួនព្រំដែនកម្ពុជាថៃហ្នឹងមិនទាន់ចប់ហ្នឹងគឺវានៅរឿងរ៉ាវច្រើនណាស់អាចកំបាំងនៅក្នុងនោះទាំងពីការប្រើប្រាស់សពាវុធបច្ចុប្បន្នរបស់ថៃហ្នឹងតើមានការយល់ព្រមឬក៏មានកិច្ចសន្យាយ៉ាងដូចម្ដេចខ្លះនៅពេលដែលថៃទិញពីប្រទេសធំនោះហើយតើថៃបានបំពេញលើកិច្ចព្រមព្រៀងនោះដែរឬទេរឿងរ៉ាវខ្លះទៀតឧទាហរណ៍ថាតំណាក់តំណងដែលធ្លាប់មាន37ឆ្នាំរវាងសម្ដេចតេជោជាមួយលោកថាក់ស៊ីនតើនឹងបែកគ្នាជារឿងរហូតឬក៏នឹងត្រឡប់មកវិញអំពីអ្នកដែលនៅពីក្រោយខ្នងនៃចំនួនព្រំដែនកម្ពុជាថៃឧទាហរណ៍ថាព្រះបរមរាជវាំងថៃបានជពាក់វគ្គវិននៅក្នុងសាច់រឿងនេះដែរឬទេហើយជពាក់វគ្គវិនហ្នឹងកម្រិតណាយើងមើលសប្តាហ៍យើងដឹងហើយថារដ្ឋាភិបាលស៊ីវិលរបស់ថៃគឺត្រូវតែរណបទាហានហើយទាហានរណបព្រះបរមរាជវាំងឬក៏យ៉ាងណាជារឿងមួយទៀតដូច្នេះវាសុទ្ធតែជារឿងនៅអាកំបាំងច្រើនណាស់ហើយពេលដែលវាចប់សង្គ្រាមទៅនឹងមានចេញមកម្ដងមួយដូច្នេះហើយបើខ្ញុំតសេបញ្ជាក់ថាទឹកមិនទាន់ថ្លាគឺក្នុងអត្តន័យបែបហ្នឹង